โดยខានញ៉ាំបាយឆាម្រះព្រៅយូរអញ្ចឹងមុខម្ហូបល្ងាចនេះគឺខ្ញុំមកធ្វើបាយឆាម្រះព្រៅសាច់គោញ៉ាំចិត្តតែមានវិញ shop មួយដែរចឹងចូលទៅអីវ៉ាន់សិននៅនេះគេមានលក់គ្រប់មុខហើយគេបើក24ម៉ោងទៀតខាងលើយើងអាចអង្គុយបានហើយអ្នកដែលគាត់មាន Wing Bank Mastercard ដូចខ្ញុំមកចំណេញមែនតើអ្នកទាំងអស់គ្នានិយាយរួមទៅគ្រប់សាខាឲ្យតែ Wing Shop គ្រាន់តែអ្នកទាំងអស់គ្នាចំណាយចាប់ពី$10ឡើងទៅនៅ Wing Shop ដោយប្រើប្រាស់ Wing Bank Mastercard ចំណេញហ្មងអ្នកទាំងអស់គ្នានឹងទទួលបាន$3មកវិញហើយ promotion នេះគឺមានចាប់ពីថ្ងៃទី1ខែកក្កដារហូតដល់ថ្ងៃទី31ខែធ្នូឆ្នាំ2026ចាគឺថាមកដល់ផ្ទះវិញគឺរៀបចំធ្វើម្ហូបតែម្ដងគ្រឿងផ្សំក៏តិចដែរអ្នកទាំងអស់គ្នាខ្ញុំមានតែសាច់គោពងមាន់សណ្តែកគួរខ្ទឹមក្រហមខ្ទឹមសជាមួយនឹងស្លឹកម្រះព្រៅសាច់គោគឺខ្ញុំយកទៅហាន់និងចិញ្ច្រាំសិនហើយខ្ញុំបុកខ្ទឹមសខ្ទឹមក្រហមចូលគ្នាបន្ទាប់មកទៀតខ្ញុំរៀបចំខ្ទះសម្រាប់ចៀនពងមាន់យើងដល់វគ្គឆាសាច់គឺខ្ញុំដាក់ខ្ទឹមមួយម្ទេសចូលមុនគេយ៉ាងឈួលតិចណាសម្រាប់គ្រឿងផ្សំមានដូចជាទឹកប្រេងខ្យងស្ករត្នោតម្សៅស៊ុបប៊ីចេងជាមួយនឹងទឹកត្រីខ្ញុំដាក់សាច់គោដែលយើងចិញ្ច្រាំរួចនឹងចូលហើយក៏បន្ថែមជាមួយនឹងទឹកក្តៅបន្តិចដែរមើលតែសាច់យើងជិតឆ្អិនខ្ញុំបន្ថែមជាមួយនឹងសណ្តែកគួរហើយស្លឹកម្រះព្រៅគឺខ្ញុំដាក់ចុងក្រោយគេជាការស្រេចហើយគ្រាន់តែច្បល់តិចតិចទៅគឺឆ្អិនបាត់មុខម្ហូបមួយនេះរៀងឈួលតិចមែនប៉ុន្តែឈ្ងុយហ្មងបានធ្វើខ្លួនឯងញ៉ាំចេះគឺត្រូវចិត្តម៉ាច់ហើយញ៉ាំជាមួយនឹងពងមាន់ចៀនជាប់ភ្នៅអើយជាតិខ្ញុំចូលចិត្តបាយឆាម្រះព្រៅនឹងដោយសារតែមានរសជាតិឆ្ងាញ់និយាយរួមទៅមុខម្ហូបមួយនេះគឺលឿនទេអត់បបាក់ញ៉ៃទេឆ្ងាញ់ឆាប់បានញ៉ាំដាក់ចូលមាត់មួយម៉ាត់មកអើយឆ្ងាញ់ហ្មងបាយឆ្ងាញ់ទៀតហើយខ្ញុំ